ការលេងម្សៅធ្វើជាជាងរបស់ខ្ញុំឥឡូវបានរួចរាល់ហើយចុងក្រោយគេគឺខ្ញុំបានបន្ថែមនៅល្ងខ្មៅហើយចំពោះគ្រឿងផ្សំសម្រាប់ធ្វើម្សៅជាជាងនេះគឺមានតែទឹកស្អាតអំបិលស្ករម្សៅបំពងចេកហើយនឹងម្សៅដូងបងប្អូននេះម្សៅដូងម៉ាក់នេះខ្ញុំប្រើគាត់ដាក់ឲ្យឈ្ងុយទេបងប្អូនអត់ចង់ដាក់ក៏បានដែរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើចេកចៀនញ៉ាំសម្រាប់ចេកចៀននេះវិញគឺខ្ញុំប្រើចេកកោះបងប្អូនចេកកោះចំនួន3ផ្លែអានេះ1ផ្លែហើយនេះវាភ្លោះចឹងថា2ហើយសម្រាប់ម្សៅគឺខ្ញុំប្រើម្សៅដែលគេលាយឲ្យស្រាប់ម្សៅកញ្ចប់បងប្អូននេះហើយចំពោះគ្រឿងផ្សំក្នុងការលាយម្សៅហ្នឹងគឺខ្ញុំមានអំបិលហើយនឹងស្ករសសម្រាប់លាយក្នុងម្សៅហ្នឹងដាក់គ្រឿងតិចបងប្អូនហើយនៅល្ងខ្មៅផងដែរនឹងទឹកស្អាតយើងចាប់ដើមបកចេកសិនណាបងប្អូនចេកកោះវាពណ៌អញ្ចឹងហើយវាអត់សូវទន់ខ្លាំងទេសម្រាប់ខ្ញុំចូលចិត្តញ៉ាំចេកកោះបងប្អូនបើម៉ាអីគាត់ចូលចិត្តភាសាចេកណាំវ៉ាព្រោះវាទន់ណាហើយខ្ញុំអត់សូវចូលចិត្តចេកទន់ចូលពេកទេហើយនេះឡើងធំនេះចេកភ្លោះចេកកោះភ្លោះខ្ញុំចូលចិត្តប្រើចេកកោះដោយសារអីចេកកោះវារៀងនៅរឹងណានេះភ្លោះចេះហើយចេកនេះខ្ញុំទិញទុកឡើង4-5ថ្ងៃហើយព្រោះចេកកោះហ្នឹងកម្រទុំគេលក់នៅផ្សារហ្មងវារៀងនៅរឹងនៅខ្ចីដល់ពេលនៅខ្ចីពេកយើងជៀនចេកទៅវាអត់សូវផ្អែមចឹងទុកឲ្យរៀងទន់តិចវាចូលនេះមិនចឹងនេះតពុះហើយចេកនេះតពុះចេកភ្លោះចូលវាជាប់គ្នាចឹងនេះសាច់វាលឿងចេះបងប្អូនខ្ញុំកាត់ចេកសម្រាប់ចៀនបងប្អូនគឺខ្ញុំយកមកដុំចឹងខ្ញុំអត់ចូលចិត្តដុំឲ្យតប៉ែតទេឲ្យវានៅដុំមួយម៉ាត់មួយបងប្អូនខ្ញុំកាត់ចេកដុំប៉ុណ្្នឹងឯងហើយចេកកោះវាសម្បូរវាពណ៌លឿងចឹងហើយវាអត់សូវទន់អៀចទេសម្រាប់ខ្ញុំអត់សូវចូលចិត្តញ៉ាំចេករៀងទន់អៀចផងបងប្អូនចឹងរៀងនៅហឹងតិចទៅឆ្ងាញ់នេះខ្ញុំកាត់ប៉ុណ្ណឹងណាមួយម៉ាត់មួយហើយចេកឲ្យឡើងលឿងចេកគឺខ្ញុំបានកាត់រួចហើយណាបងប្អូនខ្ញុំកាត់កង់ដុំសម្រាប់ញ៉ាំមួយម៉ាត់មួយហ្មងទៅខ្ញុំអត់ដុំឲ្យតប៉ែតទេនេះចេកកោះបងប្អូនចំនួន3ផ្លែបើបងប្អូនចូលចិត្តដុំឲ្យតប៉ែក៏តាមចំណង់ចំណូលចិត្តបងប្អូនណាបងប្អូនអាចប្រើចេកណាំវ៉ាក៏បានឬក៏ចេកកោះក៏បានដែរបើខ្ញុំចូលចិត្តរៀងដុំចឹងដុំប៉ុណ្ណេះសិនអូយហុយហើយខ្ញុំដាក់ស្ករស1 2 កន្លះ2ស្លាបព្រាបាយកន្លះអំបិលខ្ញុំដាក់តែបន្តិចណាបងប្អូនមិនចាប់ចាស់ចុងកន្លះស្លាបព្រាកាហ្វេខ្ញុំកូរវាឲ្យរាងសក់បន្តិចហើយខ្ញុំចាក់ទឹកស្អាតយើងហ្នឹងខ្ញុំបានបន្ថែមនៅម្សៅដូងនេះម៉ាក់នេះបងប្អូនណាម្សៅដូងដាក់ឲ្យឈ្ងុយព្រោះអីខ្ញុំអត់បានប្រើខ្ទិះដូងផងបងប្អូនអញ្ចឹងខ្ញុំប្រើម្សៅដូងអញ្ចឹងការលាយម្សៅសម្រាប់ធ្វើចេកចៀនរបស់ខ្ញុំគឺថាមានតែប៉ុណ្្នឹងទេខ្ញុំមានម្សៅចេកចៀនដែលគេផ្សំឲ្យស្រាប់ហ្នឹងខ្ញុំប្រើអំបិលស្ករទឹកស្អាតយើងហើយនឹងម្សៅខ្ទិះដូងខ្ញុំបង្ហាញបងប្អូនមិញហ្នឹងណាដាក់ហ្នឹងគឺដើម្បីឲ្យឈ្ងុយទេបន្ទាប់មកគឺខ្ញុំដាក់នៅល្ងខ្មៅបងប្អូនចូលចិត្តល្ងច្រើនក៏ដាក់ច្រើនតិចទៅបើមិនចូលចិត្តច្រើនទេដាក់មកល្មមទៅបងប្អូនណាខ្ញុំបានដាក់ប្រេងឆាដាក់ឲ្យវារាងក្តៅបន្តិចបានខ្ញុំចាប់ដើមបំពងចេក
hay trà cái đáy khi mà đặt trên chế bên bên này mà cũng này chiên thong nhằm thong bong ôn ơi tuổi chứ nha cá chiên chế như cái bong ôn công phở phương khoang phê chứ đặt lương ở 6 ba này vị hai bong ôn chế chiên lên mà sao mình cứ thay là mó mà chế bay ra rồi bong ôn mà tu và lại thọt đã chỉ là thạch cao hay mà sao có là món đây rồi rồi hai bong ôn chế chiên rồi bọc nhom với bị tha suối ngay mình tên hay sắm khám chơi ở lần bỏ lương món á xuôi mê nó bong ôn bà mình xuôi dọc lôi thì xuôi khi nhau nè lần ngô khám môi chân khỏi tập số cái đơn suối đó bong ôn ruồi nhằn trên bà đỡ nhằm bà đỡ hay nha